Hello ស្វាគមន៍អ្នកទាំងអស់គ្នាជាថ្មីម្ដងទៀតមកកាន់ Channel ផ្កាស្លាថ្ងៃនេះផងដែរមាននឹងធ្វើការសម្រាប់សាររឿងរបស់យើងបន្តប៉ុន្តែមកបន្តសូមកុំភ្លេចជួយ Subscribe ឲ្យ Channel របស់មានអ្នកមួយផងតើបើ Subscribe ហើយយើងចូលទៅកាន់ការសម្រាប់ទាំងអស់គ្នាតទៅពីភាពមុនមកនៅពេលដែលមេកាចាក់ចេញពីបន្ទប់របស់ Pinel បានបន្តិចមាននរណាម្នាក់បានអរទេមកកាន់បន្ទប់របស់ Pinel ហើយនោះគឺជា Emily ស្រីបម្រើកាលពីមុននេះនិយាយឡើងថាអ្នកនាងខ្ញុំរៀបចំអាហារពេលព្រឹកឲ្យអ្នកនាងហើយ Pinel នាងសម្លឹងទៅចានអាហារឃើញថាវាមានគុណភាពល្អមិនដូចពីមុននាងយកកាកសំណល់នៃអាហារមកឲ្យ Pinel នោះទេហើយ Pinel នាងរៀននឹងបរិភោគអាហារនោះហើយប៉ុន្តែនាងស្រាប់តែនឹកឃើញអ្វីមួយយ៉ាងរួចនាងក៏ទម្លាក់កំបិតចុះហើយនិយាយទៅកាន់ Emily ថាเอาមកជុលមកខ្ញុំមកហើយ Emily នាងឆ្លើយទាំងគ្មានព្រលឹងក្នុងខ្លួនថាចានាងថាម៉េច Pinel លាតដៃហើយនិយាយទៅកាន់ Emily ថាមកជុលឲ្យនាងចាក់ខ្ញុំរកប្រាក់ខ្ញុំនៅ Emily នាងភ្ញាក់ផ្អើលខ្លាំងណាស់នាងក៏លុតចំគង់ចុះហើយសូមការអភ័យទោសពី Pinel ទូអាស្រ័យរបស់យើងក៏បានបញ្ជាក់ទៀតថាក្រៃនេះបានលើពីអ្នកចាត់ការហើយមែនទេថាកុំឲ្យខ្ញុំនិយាយដដែលចំណែកឯ Emily នេះស្ទាក់ស្ទើរណាស់ហើយ Pinel ក៏បញ្ជាក់ទៀតថាចាប់ឲ្យវាភ្លាមមកហើយ Emily នេះក៏ព្យាយាមដកម្ជុលដែលលាក់ទុកនៅក្នុងសក់ឲ្យទៅឲ្យ Pinel ទាំងភ័យខ្លាចឡើងញ័រខ្លួនថានេះអ្នកនាង Pinel ក៏ថានាងពិតជាលាក់វាបានល្អមែននាងក៏ទៅដល់ Penelope ថាតើវាឈឺចាប់យ៉ាងណាទៅដែលត្រូវភ្ញាក់ឡើងដោយសារការឈឺចាប់នៅលើដៃរបស់ខ្លួនជារៀងរាល់ព្រឹកហើយនៅតែគ្មានអ្នកណាដឹងពីរឿងនេះទៀតមែនទេភ្លាមនោះ Pinel ក៏និយាយឡើងថាមើលច្បាស់ Emily ហើយនាងក៏បានយកម្ជុលនោះចាក់ទៅលើដៃរបស់ខ្លួនឯងភ្លាមនោះ Emily ស្រែកឡើងតែភ្ញាក់ផ្អើលថាអ្នកនាងហើយ Emily ក៏បាននិយាយទៅកាន់ Pinel ថាអ្នកនាងតើអ្នកនាងកំពុងតែធ្វើអ្វីនឹងព្រះអើយអ្នកនាងរបស់ខ្ញុំ Pinel ប្រាប់ទៅកាន់ Emily ថាមិនចាំបាច់យំទេយ៉ាងណារបួសទាំងនេះនាងគឺជាអ្នកឲ្យមកខ្ញុំហើយ Emily ឆ្លើយតែរត់ថារបួសទាំងនោះខ្ញុំ Pinel ក៏បានបន្តទៀតថានៅពេលនេះវាមាន2ប៉ុន្តែវាអាចនឹងមាន3នៅពេលក្រោយឬប្រហែលជា4ឬ5ទៀត Emily នេះបានត្រឹមតែភ្ញាក់ផ្អើលបើកភ្នែកធំសម្លឹងទៅកាន់ទង្វើរបស់ Penelope ហើយ Pinel ក៏បានបន្តទៀតថាចាប់ពីពេលនេះទៅខ្ញុំនឹងទទួលយកអ្វីគ្រប់យ៉ាងដែលនាងផ្ដល់ឲ្យខ្ញុំដោយគ្មានការសង្ស័យអ្វីនោះទេមិនថាទឹកសម្រាប់មួយសម្លៀកបំពាក់អាហារអ្វីគ្រប់យ៉ាងទាំងអស់ប៉ុន្តែរបួសដែលនៅលើដៃរបស់ខ្ញុំវាអាចនឹងកើនឡើងហើយបើសិនជាមានអ្នកណាម្នាក់ចាប់អារម្មណ៍លើរឿងនេះពួកគេអាចនឹងគិតថាវាជារឿងចម្លែកពួកគេនឹងឆ្ងល់ថាតើអ្នកណាហ៊ានធ្វើបាបនឹងមើលងាយសមាជិកគ្រួសារអាកាហើយពួកគេនឹងស្វែងរកអ្នកដែលធ្វើនោះនរណាម្នាក់ដូចជាត្រូវហើយដូចជាបងប្រុសរបស់ខ្ញុំ Reno ហើយ Pinel ក៏និយាយឡើងថា Emily ខ្ញុំនិយាយអ្វីគ្រប់យ៉ាងគឺអាស្រ័យលើអ្វីដែលនាងធ្វើចាប់ពីពេលនេះទៅហើយ Pinel ក៏បានប្រាប់ឲ្យ Emily ក្រោកឡើងបានហើយច្បាយរបស់នាងញ៉ាំអាហាររួចហើយនាងគួរតែទៅធ្វើការងាររបស់នាងចុះមិនចឹងទេហើយ Emily នាងក៏ក្រោកឡើងហើយទៅរៀបចំតុអាហារ Pinel គិតថាខ្ញុំអាចដឹងថានាងជាមនុស្សឆាប់យល់ដឹងណាស់ខ្ញុំអាចប្រើប្រាស់នាងបានបើសិនជាខ្ញុំត្រូវការនាងអ្នកក៏ទៀតថាគ្មានអ្វីអាចផ្លាស់ប្ដូរច្រើនទេត្រឹមតែអ្នកបម្រើម្នាក់បើអញ្ចឹងខ្ញុំប្រហែលជាត្រូវផ្លាស់ប្ដូរនាងឲ្យក្លាយជាមនុស្សម្នាក់ដែលខ្ញុំអាចប្រើការបាន Pinel បន្តក៏ទៀតថាការពិតដែលខ្ញុំអាចប្រើការបំពេញពីអតីតកាលរបស់នាងជាភាពទន់ខ្សោយនិងរបៀបដែលនាងអាចធ្វើសកម្មភាពបានយ៉ាងឆាប់រហ័សវាអាចផ្លាស់ប្ដូរផលប្រយោជន៍ផ្ទាល់ខ្លួនរបស់នាងហើយ Pinel នាងចូលចិត្តរបៀបដែល Emily នាងស្មានភ្លាមនោះមាននរណាម្នាក់បានទំនួលទ្វារចូលមកហើយ Pinel ហើយនិង Emily នាងភ្ញាក់ផ្អើលខ្លាំងណាស់ហើយយើងទាំងអស់គ្នាក៏ច្បាស់ជាស្គាល់ហើយជាមួយនឹងសក់ពណ៌ផ្កាឈូកខ្ចីរួមទាំងអត្រាភាគរយនៃការពេញចិត្តគឺដក 3% ដែលនោះគឺជា Reno ហើយគេក៏បានស្រែកកំហុសទៅកាន់ Pinel ថាតើនាងកំពុងធ្វើឈួតអីហ្នឹងគេស្រែកឡើងថាហេតុអីតែគេក៏ក្រឡេកទៅឃើញ Emily នៅទីនោះដែរហើយគេក៏ស្រែកថានាងធ្វើ Emily នាងភ្ញាក់ផ្អើលខ្លាំងណាស់នាងក៏ឆ្លើយតែរដេរដប់ថាអ្នកប្រុសនៅពេលដែល Reno គេកំពុងតែរវល់ឆ្លោះជាមួយនឹងអ្នកបម្រើ Pinel នាងក៏ក្រឡេកទៅឃើញសមនៅលើតុនាងក៏ថាមិនល្អទេខ្ញុំគួរតែយករបស់នេះចេញសិនមិនចឹងទេខ្ញុំស្លាប់ដោយសារវាម្ដងទៀតឥឡូវហើយ Pinel ក៏ប្រាប់ទៅកាន់ Emily នាងអាចចេញទៅបានហើយ Reno ស្រែកឡើងថានាងហ៊ានណាស់ហើយ Pinel នាងក៏បញ្ជាក់ទៀតថាឆាប់ចេញទៅហើយព្រមនេះ Emily នាងក៏បានចាក់ចេញទៅនៅពេលដែល Emily នាងចេញទៅផុតហើយ Reno គេក៏សួរទៅកាន់ Pinel ថាប្រាប់ខ្ញុំមកហេតុអីក៏នាងធ្វើបែបនេះ Pinel ឃើញថាភាគរយនៃការពេញចិត្តរបស់គេគឺអវិជ្ជមាន Pinel សម្លឹងទៅកាន់ Reno ហើយនិយាយក្នុងចិត្តថាអវិជ្ជមាននេះហើយ Reno សួរនាងទៀតថាតើនាងមិនអើពើនឹងខ្ញុំមែនទេ Pinel ឆ្លើយថាយ៉ាងម៉េច Reno សួរឡើងថាហេតុអីក៏នាងនៅតែទុកស្រីចង្រៃនោះទៀត Pinel គិតថាចម្រោះវាប្រហែលជាជួយមិនបាននោះទេទោះបីជាខ្ញុំបើកវាក៏ដោយយ៉ាងណាខ្ញុំនិយាយជាមួយគេមិនបានស្រួលស្រាប់តែហើយវាគ្មានអ្វីធំដុំ
នោះទេលោកមិនចាំបាច់ក្បត់នោះទេរ៉េណូលឺនេះនិយាយបែបនេះហើយគេក៏ស្ងាត់មាត់មួយសន្ទុះហើយគេនិយាយថាឲ្យចៅវាយរបស់នេះញ៉ាំអាហារកាក់សំណល់ហើយនៅមិនមែនជារឿងធំដុំអីទៀតទេហើយគេក៏ស្រែកកំហុសឡើងថាស្រីចង្រៃថោកទាបនោះមិនស្គាល់ពីឋានៈរបស់ខ្លួនឯងហើយហ៊ានមកធ្វើបាបនឹងមើងងាយសមាជិកគ្រួសារអាកាទៀតភីណានាងភាំងទៅនឹងសម្ដីរបស់រ៉េណូបន្តិចដោយទឹកឲ្យរ៉េណូគេឈរនិយាយតែឯងភីណាលឺគេនិយាយបែបនេះហើយនាងក៏សើចឡើងភីណាក៏ថាវាដូចជាប្រហាក់ប្រហែលតាមពិតនេះគឺជាពាក្យសម្ដីរបស់គេដែលនិយាយឲ្យភីណានៅក្នុងវគ្គធម្មតាតារ៉េណូនិយាយឡើងថាតានេះនៅសល់ជីងទៀតនៅពេលនេះនាងនិយាយទៅកាន់គេដោយត្រជាក់ថាខ្ញុំបានទៅជួបលោកប៉ានិយាយពីរឿងនេះកាលពីម្សិលមិញហើយរ៉េណូលឺនាងនិយាយបែបនេះហើយគេក៏អារម្មណ៍ល្អឡើងវិញហើយក៏និយាយបន្តទៀតថានាងប្រកាសជាធ្វើអញ្ចឹងហើយព្រោះតែខ្ញុំបានប្រលោកប៉ាឲ្យបណ្ដេញក្មេងនោះចេញហើយប៉ុន្តែនៅពេលគេស្ដាប់ឮភីណាថាលោកប៉ានិងបងប្រុសធំមិនចង់ដេញអេមីលីចេញទេគេក៏កៀងនៅសម្ដីរបស់ភីណាមិនទៅភីណាក៏ថាតាមពិតទៅគ្រប់គ្នានៅក្នុងផ្ទះនេះមើលឃើញខ្ញុំត្រឹមជាមនុស្សឈួតម្នាក់តែប៉ុណ្ណោះរ៉េណូគេឃើញភីណានាងញញឹមទាំងស្ងប់ស្ងាត់បែបនេះធ្វើកំហឹងរបស់គេកាន់តែកើនឡើងមួយកម្រិតទៀតហើយគេក៏ស្រែកឡើងថាតានាងឈួតហើយតើមែនទេមិនក៏នាងមិនប្រាប់ពួកគាត់ទៅថានាងមិនព្រមភីណាតទៅវិញដោយស្ងប់ស្ងាត់ថាតើមានអ្វីផ្លាស់ប្ដូរទៅគេក៏ស្រែកឡើងទៀតថានាងចង់បានន័យថាមិនគ្មានអ្វីផ្លាស់ប្ដូរនឹងតើនាងចង់ស្លាប់ដោយសារតែពលកសំណល់អាហារឬយ៉ាងម៉េចនឹងភីណាស្ងាត់មកបន្តិចហើយនាងក៏និយាយឡើងថាតើលោកប្រកាសទេដែលថាអ្នកបម្រើថ្មីនឹងមិនធ្វើដូចអ្នកបម្រើចាស់នោះនាងគិតថាខ្ញុំមិនអាចប្រឆាំងនឹងពួកគេដោយនិយាយថាទង្វើរបស់ខ្ញុំនេះគឺដោយសារតែកប្បកិរិយារបស់ពួកគេវាមានតែធ្វើរ៉េណូអស់មោទនភាពលើគ្រួសាររបស់គេវាកើនឡើងបានបន្តិចមែនតែវានៅតែវិជ្ជមានដដែលនឹងបើសិនជាខ្ញុំធ្វើឲ្យវាធ្លាក់ចុះនោះខ្ញុំច្បាស់ជាត្រូវស្លាប់ 100% ហើយកាលពីម្សិលមិញខ្ញុំមិនបានទៅរកលោកប៉ារឿងដេញនាងចេញទេខ្ញុំទៅរកលោកប៉ាដើម្បីលោកជង្គង់សូមអបអរគាត់ឲ្យលើកលែងទោសនៅរឿងជ្រុលច្បល់ដែលបានកើតឡើងក្នុងលងពេលវិតម្លៃរបស់ខ្ញុំរ៉េណូលឺនេះនិយាយបែបនេះហើយគេក៏កាំងបន្តិចរួចក៏និយាយឡើងថានាងលោកជង្គង់ចុះហេណាប្រតិកម្មគេទៀតថាខ្ញុំប្រាប់គាត់ថាខ្ញុំប្រយ័ត្នប្រយែងមិនមកកមានរឿងច្របូកច្របល់ក្នុងរយៈពេលដែលខ្ញុំស្ថិតក្នុងការសង្កេតការណ៍នោះទេអញ្ចឹងហើយលោកឲ្យរឿងនេះវាចប់ចុះហេណាគិតថាបើសិនជាលោកនៅស្ងៀមខ្ញុំដូចជាមានជីវិតរស់ពីរដងអញ្ចឹងហើយឈប់មកបង្ករឿងឆ្លោះជាមួយខ្ញុំទៅហើយភីណាក៏និយាយឡើងថាខ្ញុំសូមអវរបងប្រុសឈប់គាត់ទៅនៅពេលដែលរ៉េណូឬភីណានេះនិយាយបែបនេះកំហឹងរបស់គេរត់ទៅការឡើងខ្លាំងទៀតគេស្រែកទៅឲ្យនាងថាតើនាងមិនមានតម្លៃនៅក្នុងខ្លួនខ្លះទេឬយ៉ាងម៉េចមិនក៏នាងបណ្ដោយរឿងទាំងនេះទាំងឯនាងត្រូវគេធ្វើបែបនេះដាក់តើនាងឈួតហើយមែនទេមិនក៏នាងមិនស្រែកឡូឡានឹងក្រវែងរបស់ចោលដោយរាល់ដងទៅនេះទៅសំជានាងជាងភីណាឮគេនិយាយបែបនេះហើយនាងក៏ស្រែកឡើងហើយនិយាយថាក្រែងលោកចង់ឲ្យរឿងនេះកើតឡើងតាំងពីពេលដែលលោកយកខ្សែកកូនក្មេងយកមកដាក់ក្នុងបន្ទប់ខ្ញុំនោះអីលោកធ្វើបែបនេះដាក់ខ្ញុំរហូតមកដល់ពេលនេះព្រោះលោកចង់ឲ្យរឿងទាំងនេះកើតឡើងមិនចឹងឯងហើយរ៉េណូគេក៏កាំងទៅនឹងអ្វីដែលភីណានិយាយដោយភីណានិយាយក្នុងចិត្តថាមិនមែនជាមេការអ្នកចាត់ការឬអេមីលីនោះទេជនដែលមានទោសពិតប្រាកដគឺនៅទីនេះហើយគេមិនអាចតបតអ្វីបានត្រឹមតែហៅឈ្មោះភីណានៅភីថាពេលនោះភីណាក៏បន្តខ្ញុំមិនចង់បានការបកស្រាយអ្វីទេនៅពេលនេះយ៉ាងណាពេលនោះខ្ញុំក៏ល្ងងដែរធ្វើអ្វីមិនចេះគិតរហូតមកដល់ពេលនេះដែរហើយនាងក៏បានបន្តទៀតថាប៉ុន្តែខ្ញុំពិតជាធន់នៅរឿងអ្វីគ្រប់យ៉ាងណាពិធីគ្រប់អ្វីរបស់ខ្ញុំចិត្តមកដល់ហើយខ្ញុំក៏ចិត្តខ្លាចជាមនុស្សពេញវ័យក្នុងពេលឆាប់នេះដែរខ្ញុំក៏មិនអាចនៅក្នុងគ្រួសារអាការបែបនេះបានរហូតនោះទេហើយរ៉េណូគេភ្ញាក់ផ្អើលទៅនឹងសម្ដីរបស់ភីណាណាគេសួរទៅកាន់នាងថាតើនាងនិយាយអីនឹងតើនាងចង់ចាក់ចេញឬយ៉ាងម៉េចនឹងហើយណាតទៅកាន់គេវិញថាគ្រប់យ៉ាងគឺអាស្រ័យលើលោកប៉ានិងបងប្រុសធំទេហើយនាងគិតថានាងក៏មិនដឹងថាមានរឿងអ្វីកើតឡើងនោះដែរនាងមិនដឹងថាខ្លួននាងអាចត្រឡប់ទៅពិភពពិតរបស់ខ្លួនបានឬទេពេលនាងឈ្មោះទៅដល់ចង់បញ្ចប់ជាមួយតួអង្គណាមួយឬនាងអាចនឹងរស់ដល់ពេលនឹងឬក៏អត់ទេប៉ុន្តែលោកមិនចាំបាច់បារម្ភនោះទេព្រោះលោកមិនមែនជាគោលដៅរបស់ខ្ញុំនោះទេរ៉េណូនាងប្រាប់ទៅកាន់គេថាពេលនេះដល់ពេលដែលខ្ញុំត្រូវមួយទឹកហើយតើលោកអាចចេញទៅវិញបានទេប៉ុន្តែនៅពេលដែលនាងក្រឡេកទៅឃើញទឹកមុខរបស់គេចម្លែកបែបនេះនាងក៏មិនដឹងថាមានរឿងអ្វីកើតឡើងដែរនាងគិតក្នុងចិត្តថាយ៉ាងម៉េចនឹងខ្ញុំមិនដែលឃើញគេមានទឹកមុខបែបនេះនៅក្នុងហ្គេមនោះទេនាងគិតថាសោយហើយមិនមែនភាគរយនៃការពេញចិត្តរបស់គេកំពុងតែធ្លាក់ចុះទេអីតែនាងប្រយ័ត្នប្រយែងខ្លាំងណាស់ទៅហើយនាងសម្លឹងទៅកាន់ភាគរយនៃការពេញចិត្តរបស់គេភ្លាមនោះវាក៏បដូរមក 3% ពីណែគិតថា
តែវាកើនឡើង 6% ហើយភ្លាមនោះរ៉េណូក៏និយាយឡើងថាទោះបីជាវាគ្រាន់តែមួយរយៈខ្លីខ្ញុំក៏ជាមនុស្សងងដែលទៅរវល់ជាមួយនាងហើយគេក៏បានដើរចាក់ចេញទៅគ្រាន់តែគេចាក់ចេញទៅភីណេឈរនិយាយទៅឯងថាខ្ញុំធ្លាប់គិតថាគេគឺជាគោលដៅមួយដែលពិបាកជាងគេបំផុតនាងគិតទៀតថាខ្ញុំដឹងថាការបិទជម្រើសគឺជាគំនិតដ៏ល្អមួយព្រោះខ្ញុំកំពុងដើរនៅលើផ្ទាំងតកកស្ដាងមួយនៅទីនេះតែខ្ញុំសង្ឃឹមថាគ្រប់យ៉ាងនឹងបន្តទៅមុខបែបនេះចុះហើយនាងបន្តឈរនិយាយម្នាក់ឯងទៀតថាខ្ញុំមិនអាចហៅគេថាអវិជ្ជមានបានទៀតនោះទេហ៊ីណាយើងមិនណយដែរហ្នឹងឯងដាក់រហស្សនាមគេស្ទើរបែបអវិជ្ជមានរឿងរបស់យើងសង្ស័យត្រឹមនេះសិនណាហើយមួយទៀតអេមីនចង់ប្រាប់តអ្នកទាំងអស់គ្នាថាដោយសារតែជុំវិញតែអេមីនហ្នឹងគឺសបោក្មេងៗច្រើនចឹងហើយនឹងមានសម្លេងរំខានចូលមកក្នុងវីដេអូក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយកយកជាស្រ័យផងណាចាំជួបគ្នានៅភាគក្រោយបាយបាយ